វិជាស្ថាននិងសាលារៀនអន្តរជាតិអាមេរិករៀបចំការប្រកួតរត់ប្រណាំងចម្ងាយ3គីឡូម៉ែត្រអបអរសាទរទិវាអក្សរកម្មជាតិអន្តរជាតិដើម្បីគៀកថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យគុណច័ន្ទបូផាគណៈគ្រប់គ្រងបុគ្គលិកសិក្សាលោកគ្រូអ្នកគ្រូនិងបងប្អូនសិស្សានុសិស្សប្រមាណជាង600នាក់នៃវិទ្យាស្ថាននិងសាលារៀនអន្តរជាតិអាមេរិកនិងអគារវិទ្យាស្ថានអន្តរជាតិអាមេរិកសាខាទូកកក្រោមកិច្ចសហការដោយគណៈកម្មាធិការជាតិអូឡ িম্প ពិកកម្ពុជានិងក្រសួងអប់រំយុវជននិងកីឡានាព្រឹកថ្ងៃទី16ខែសីហាឆ្នាំ2014នេះបានរៀបចំការរត់ប្រណាំងរយៈចម្ងាយ3គីឡូម៉ែត្រអបអរសាទរទិវាអក្សរកម្មជាតិអន្តរជាតិដើម្បីគៀកថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យគុណច័ន្ទបូផាពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅមុខបរិវេណអគារវិទ្យាស្ថាននិងសាលារៀនអន្តរជាតិអាមេរិកសាខាទូកកដោយមានការអញ្ជើញចូលរួមពីសំណាក់អាដាមអ៊ឹមគុជរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាលោកជំទាវម៉ាក់វ៉ាន់ស៊ីថាអភិបាលរងរាជធានីភ្នំពេញនិងលោកអុកសិទ្ធិជាតិអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជននិងកីឡាឯកឧត្តមអុកញ៉ៅវិជ្ជបណ្ឌិតគួចមេងលីទីប្រឹក្សាអំទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានចាងហ្វាងនៃវិទ្យាស្ថាននិងសាលារៀនអន្តរជាតិអាមេរិកបានឲ្យដឹងថានេះគឺជាលើកទី1ហើយសម្រាប់ការរៀបចំរត់ប្រណាំងដើម្បីសកម្មភាពមនុស្សធម៌សង្គមក្នុងគោលដៅដើម្បីកាត់បន្ថយភាពក្រីក្រតាមរយៈការគៀកថវិកាដែលប្រមូលបានពីកម្មវិធីយកទៅប្រគល់ជូនដល់មូលនិធិនៃមន្ទីរពេទ្យគុណច័ន្ទបូផាការបំផុសស្មារតីឲ្យសិស្សានុសិស្សក៏ដូចជាមេដាបៃតាឬអាណាព្យាបាលទាំងអស់ចូលរួមសកម្មភាពមនុស្សធម៌សង្គមទាំងអស់គ្នាទោះតិចក្តីច្រើនក្តីម្យ៉ាងទៀតក៏ជាការបង្ហាញដល់ប្រជាពលរដ្ឋផងដែរថាការសិក្សាសំខាន់ណាស់ចំពោះការអភិវឌ្ឍខ្លួនឯងអភិវឌ្ឍប្រទេសនិងក្រុមគ្រួសារឯកឧត្តមបន្តថាបើទោះបីថវិកាដែលយើងប្រមូលបានពីកម្មវិធីនេះទោះតិចក្តីច្រើនក្តីតែវាបានបង្ហាញពីសន្តានចិត្តនិងក្តីស្រឡាញ់របស់យើងក្នុងការជួយសង្គ្រោះកុមារក្រីក្រកម្ពុជាមកពីគ្រប់បណ្ដាខេត្តក្រុងនិងរាជធានីដែលត្រូវមកទទួលសេវាពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃពីមន្ទីរពេទ្យគុណធបូផាជារៀងរាល់ថ្ងៃនោះឯកឧត្តមរដ្ឋលេខាធិការអ៊ុំគុជបានចាត់ទុកសកម្មភាពកីឡាមនុស្សធម៌ដែលរៀបចំឡើងដោយគណៈគ្រប់គ្រងវិទ្យាស្ថាននិងសាលារៀនអន្តរជាតិអាមេរិកនាពេលនេះបានសរបញ្ជាក់ឲ្យឃើញច្បាស់ពីការចូលរួមចំណែកដើម្បីលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់វិស័យកីឡាជាតិជាមួយក្រសួងអប់រំយុវជននិងកីឡានិងក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមបញ្ជាក់ថាកីឡានាំមកនូវសុខភាពល្អកាយសម្បទារឹងមាំប្រាជ្ញាឈ្លាសវៃរឹតចំណងមិត្តភាពភាពត្រភាពភាពស្និទ្ធស្នាលសាមគ្គីភាពសេចក្តីថ្លៃថ្នូរជៀសផុតពីគ្រឿងញៀននិងល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសវិស័យកីឡាបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ក្នុងសង្គមយ៉ាងច្រើនកន្លងមកហើយក្រសួងអប់រំយុវជននិងកីឡាគឺតែងបានជំរុញនិងលើកកម្ពស់វិស័យកីឡានេះតាមរយៈការរៀបចំសកម្មភាពកីឡាចម្បងជាច្រើនផងដែរគួរបញ្ជាក់ថាការរត់ប្រណាំងខាងលើនេះមានប្រវែង3គីឡូម៉ែត្រមានកីឡាករកីឡាការិនីចូលរួមប្រមាណជាង600នាក់ហើយការប្រកួតនេះត្រូវបែងចែកជា2ក្របខ័ណ្ឌគឺក្របខ័ណ្ឌកមានកីឡាករកីឡាការិនីចាប់ពីអាយុ15ឆ្នាំឡើងទៅនិងក្របខ័ណ្ឌខមានកីឡាករកីឡាការិនីអាយុពី8ឆ្នាំដល់ក្រោម15ឆ្នាំចំពោះជាលេខ2វិញចំណាត់ថ្នាក់លេខ1លេខ2និងលេខ3ទាំងពីរក្របខ័ណ្ឌទទួលបានមេដាយម្នាក់1បាច់ផ្កានិងសម្ភារៈសិក្សានិងកីឡាម្នាក់1កញ្ចប់ផងដែរ